ពេលទំនេរពីការងារជួនឪពុកម្ដាយក្មេកដើរលេងកម្សាន្តហើយឪពុកម្ដាយក្មេកតែងតែធ្វើគំរូល្អៗឲ្យកូនចៅរៀនតាមមិនថាពេលបង្រៀនឬក៏ពេលណាក៏ដោយក៏តែងតែធ្វើសកម្មភាពបង្ហាញក្មេងៗអញ្ចឹងកន្លែងហ្នឹងគឺជាគំរូដ៏ល្អមែនទែនសម្រាប់អាណាព្យាបាលដែលគួរតែធ្វើក៏មិនមែនតែធ្វើសម្រាប់តែពេលបរិញ្ញាគាត់នោះទេនៅពេលដែលរស់នៅជាមួយគាត់ជួបគាត់គឺធ្វើរហូតហ្មងឧទាហរណ៍ដូចជាកុងម៉ាអញ្ចឹងគាត់នៅជាមួយកូនចៅគាត់បង្ហាញពីសកម្មភាពល្អៗទម្លាប់ល្អៗនិងភាពឧស្សាហ៍ព្យាយាមហើយគាត់ប្រាប់ឲ្យមកធ្វើដល់ស្អែកខ្ញុំអីហ្នឹងដើម្បីឲ្យក្មេងវាមានភាពស្និទ្ធស្នាលនិងអត់ខ្ជិលច្រអូសចំណុចសំខាន់ទៀតហ្នឹងគឺការបង្កើតទំនាក់ទំនងឲ្យស្អិតល្មួតរវាងកូនហើយនិងអាណាព្យាបាលហ្នឹងក៏មកឲ្យមានលក្ខណៈចែកវណ្ណៈឪនឹងកូនមាននឹងក្មួយអីចឹងគឺមិនមែនជាចំណុចល្អទេសម្រាប់ក្មេងៗមានន័យថាភាពស្និទ្ធស្នាលហ្នឹងគឺយើងផ្ដល់ភាពកក់ក្ដៅគាត់ខ្លាំងមែនទែនហ្មងយូរទៅគាត់មានអារម្មណ៍មួយថាយើងជាមួយគាត់ហ្នឹងបីដូចជាបងប្អូនបង្កើតអញ្ចឹងពេលខ្លះយើងតវ៉ាមួយគាត់ស្ដីឲ្យគាត់តវ៉ាមកវិញហើយពេលដែលយើងវាយគាត់អាចនឹងវាយមកវិញគ្រាន់ថាទម្លាប់ខ្លះយើងបញ្យល់អប់រំគាត់ឲ្យដឹងថាកន្លែងណាដែលគាត់ធ្វើខុសកន្លែងណាគាត់ធ្វើត្រូវហើយភាពស្និទ្ធស្នាលគឺត្រូវតែមានហ្មងស្និទ្ធមែនទែនហ្មងឲ្យគាត់មានអារម្មណ៍មួយយើងនឹងគាត់គឺដូចបងប្អូនបង្កើតនឹងគ្នាអញ្ចឹងធ្វើឲ្យគាត់ហ៊ានគាត់អត់ខ្លាចយើងទេមិនមែនតែគាត់វាយយើងហើយទៅស្រែកកំហួរដាក់គាត់ហើយវាយគាត់ខ្លាំងៗធ្វើគាត់បាក់ហ្នឹងអាហ្នឹងជាសកម្មភាពខុសធ្ងន់មិនមែនជួយឲ្យគាត់នឹងរីកចម្រើនធ្វើឲ្យគាត់បាក់ទៅវិញទេ